ផកទីឆ្ងាញ់ក៏ដោយសារតែផករបស់យើងមានក្លិនឈ្ងុយគប់ផ្សំជាមួយនឹងទឹកខ្ទិះដូងដើមរបស់យើងក៏មានក្លិនឈ្ងុយដូចគ្នាសម្រាប់ផកទីនេះគឺខ្ញុំប្រើទឹកខ្ទិះដូងដើមសុទ្ធហ្មងបានធ្វើទៅញ៉ាំឆ្ងាញ់ហើយក្លិនក៏ឈ្ងុយតាមនឹងផងដែរសម្រាប់វិធីធ្វើផកខ្ទិះនេះក៏ខ្ញុំចេះមកពីម៉ាក់ខ្ញុំដែរដោយសារតែខ្ញុំឃ្លានពីមួយថ្ងៃហើយខ្ញុំក៏ដឹងពីវិធីធ្វើបែបម៉េចដើម្បីឲ្យផកខ្ទិះមានរសជាតិឆ្ងាញ់ដូចតែម៉ាក់ខ្ញុំស្លាប់ធ្វើឲ្យញ៉ាំអញ្ចឹងខ្ញុំក៏បានខលទៅសួរគាត់ភ្លាមដើម្បីសួរពីវិធីធ្វើផកខ្ទិះបែបម៉េចឲ្យបានរសជាតិឆ្ងាញ់ដូចគាត់ធ្លាប់ធ្វើឲ្យញ៉ាំពីមុនមកគាត់ក៏បានប្រាប់ពីវិធីធ្វើនិងគ្រឿងផ្សំមកខ្ញុំផងដែរហើយខ្ញុំក៏បានបញ្ចែកម្លែកបន្តដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានមើលវីដេអូមួយនេះហើយរៀនធ្វើញ៉ាំជាមួយខ្ញុំទាំងអស់គ្នាជាដំបូងឡើយគឺខ្ញុំត្រូវរំលីងខ្ទឹមម្ទេសជាមួយនឹងត្រប់ពុតញ៉ាំឲ្យវាឡើងក្លិនឈ្ងុយសិនណាមិនបាច់ចាំឆ្អិនពេកក៏បានដែរនៅពេលដែលដាក់រំលីងខ្ទឹមម្ទេសជាមួយនឹងត្រប់ពុតញ៉ាំចូលគ្នានោះបងប្អូនប្រើប្រេងឆាបន្តិចមកដើម្បីធ្វើឲ្យពណ៌រលើបឡងទៅឃើញស្អាតតោះខ្ញុំចាប់ផ្ដើមកូរទឹកខ្ទិះដូងដើមម្ដងសម្រាប់ខ្ទិះដូងគឺខ្ញុំប្រើទឹកខ្ទិះដូងដើមសុទ្ធតែខ្ញុំអត់ប្រើទឹកទី2ទី3ទេហើយណាមួយគឺខ្ញុំធ្វើរៀងច្រើនផងដែរខ្ញុំធ្វើតែម្ដងអាចទុកបានរាប់ខែអត់ចេះខូចទេសម្រាប់ទឹកខ្ទិះដូងនេះមិនបាច់កូរឲ្យឡើងប្រេងទេកូរវាឲ្យតែមកឈ្ងុយល្មមមកចាប់ផ្ដើមដាក់ម្ទេសច្រាមយើងចូលណាម្ទេសផ្លោកណាបងប្អូនដាក់តាមការចូលចិត្តមកបងប្អូនធ្វើច្រើនដាក់ច្រើនបងប្អូនធ្វើតិចដាក់តិចមកពេលដែលកូរទឹកខ្ទិះដូងដើមជាមួយនឹងម្ទេសផ្លោកច្រាមហ្នឹងកាន់តែឡើងក្លិនឈ្ងុយហើយបងប្អូនចាក់សាច់3ជាន់ច្រាមហ្នឹងចូលមកសម្រាប់សាច់នេះបងប្អូនប្រើសាច់ជាប់ខ្លាញ់តិចតិចបានញ៉ាំទៅឆ្ងាញ់ពេលដាក់សាច់ច្រាមកូរច្របល់ជាមួយនឹងគ្រឿងសព្វគ្នាហើយសម្រាប់ប្រហុកច្រាមចូលតាមក្រោយហើយកុំភ្លេចកូរបន្ថែមទៀតដើម្បីវាចូលសព្វគ្នាបានល្អសម្រាប់ត្រាប់ជាមួយម្ទេសខ្ទឹមយើងបានរំលីងរួចហ្នឹងចាក់ចូលទាំងអស់មកហើយកូរផុកទីរបស់យើងពីបន្ទាប់ទៀតសម្រាប់គ្រឿងក្រៅចូលសម្រាប់គ្រឿងផ្សំនេះបងប្អូនប្រើតាមការចូលចិត្តបើសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តរសជាតិប្រៃផ្អែមពីច្រើនផុកទីគឺគេប្រើរសជាតិបែបប្រៃផ្អែមបានញ៉ាំទៅឆ្ងាញ់សម្រាប់ផុកទីនេះគឺខ្ញុំរងាស់រៀងយូរដែរដើម្បីរៀងដាច់ទឹកមកល្មមបើសិនបងប្អូនចូលចិត្តទឹកទេបាច់រងាស់វាយូរពេកទេខ្ញុំចូលចិត្តរៀងស្ងួតខាប់ប៉ុណ្ណឹងគឺបានផុកទីដែលខ្ញុំបានរៀនធ្វើពីម៉ាក់ខ្ញុំនេះគឺខ្ញុំធ្វើតែម្ដងហ្នឹងអាចទុកបានយូរមែនតើពេលខ្ញុំចង់ញ៉ាំគាត់យកមកដាក់កម្ដៅជាការស្រេចហើយសំខាន់រសជាតិគឺនៅឆ្ងាញ់ដដែលបងប្អូនអាច share វីដេអូមួយនេះឲ្យរៀនធ្វើញ៉ាំនៅផ្ទះបានណាសំខាន់ទុកបានយូរមែនតើ